ជាដំណងសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមជំនាន់ទី26ទាំងអស់គ្នានាងខ្ញុំឈ្មោះធីស្រីលៀងមកពីសមាជិកនៃក្រុមទី5ធ្វើការបកស្រាយទៅលើប្រធានបទនិយាយអំពីប្រាសាទភ្នំជីសូរជាកិច្ចបន្ទាប់នាងខ្ញុំនឹងធ្វើការអធិប្បាយទីតាំងភូមិសាស្ត្រប្រាសាទភ្នំជីសូរចំពោះប្រាសាទភ្នំជីសូរជាប្រាសាទចំណាស់មួយសាងសង់នៅលើភ្នំធម្មជាតិក៏ទៅបើយើងធ្វើដំណើរពីទីក្រុងភ្នំពេញមកដល់ប្រាសាទភ្នំជីសូរគឺមានរយៈចម្ងាយផ្លូវប្រហែល65គីឡូម៉ែត្រជិះកាត់តាមផ្លូវជាតិលេខ2តាមស្រុកបាទីនិងមកដល់វត្តប្រាសាទនាងខ្មៅយើងនឹងឃើញមានផ្លូវមួយនៅខាងជើងវត្តផ្លូវនោះយើងនឹងអាចបត់តាមឆ្វេងដៃតាមផ្លូវលំរយៈចម្ងាយផ្លូវប្រហែល5គីឡូម៉ែត្រនឹងឃើញទីតាំងភ្នំប្រាសាទភ្នំជីសូរដែលស្ថិតនៅក្នុងភូមិដកពើឃុំរវាស្រុកសំរោងខេត្តតាកែវចំពោះប្រាសាទភ្នំជីសូរគឺគេអាចមើលឃើញតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅតាមផ្លូវជាតិលេខ2ខាងត្បូងនៅលើភ្នំជីសូរគឺមានប្រាសាទបុរាណមួយទោះបីជាវាមានសភាពបាក់បែកយ៉ាងណាក៏ដោយតែក៏វានៅតែមានលក្ខណៈល្អដាច់គេជាងប្រាសាទនានានៅតំបន់នោះនៅពីលើកំពូលភ្នំនេះគឺគេអាចគយគន់ទេសភាពវាលស្រែគ្រប់ទិសទីចំពោះប្រាសាទភ្នំជីសូរគឺបានស្ថាបនាឡើងនៅលើខ្នងភ្នំមួយដែលមានកម្ពស់130ម៉ែត្រនៅដើមសតវត្សទី11នៃគ្រិស្តសករាជគិតទៅគឺចាប់ពីឆ្នាំ1002ដល់1050ដែលសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី1សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាហើយប្រាសាទនេះសាងសង់អំពីថ្មភក់និងលីពូទីនដែលមានបណ្ដោយ60ម៉ែត្រនិងទទឹង50ម៉ែត្រនិងមានថែប2ជាន់ព័ទ្ធជុំវិញចំពោះការធ្វើដំណើរឡើងទៅកាន់ភ្នំជីសូរគឺភាគច្រើនគេនិយមឡើងភ្នំជីសូរតាមជណ្ដើរថ្មខាងលិចដែលមានចំនួន390កាំហើយចុះមកវិញតាមជណ្ដើរថ្មខាងត្បូងដែលមានចំនួន408កាំនៅចំពីមុខប្រាសាទគឺមានក្លោងទ្វារមួយនិងជណ្ដើរមួយទៀតដែលគេសាងសង់នាសម័យសាងសង់ប្រាសាទភ្នំជីសូរនេះឯងហើយគឺជាផ្លូវដែលតភ្ជាប់ទៅនឹងប្រាសាទសែនភូវាំងនិងទន្លេអ៊ុំផងដែរចំពោះទន្លេអ៊ុំនេះផងដែរគឺជាបារាយណ៍របស់ប្រាសាទនេះគឺជានិមិត្តរូបតំណាងឲ្យមហាសាគរប៉ុន្តែបច្ចុប្បន្ននេះគេចាត់ទុកទន្លេអ៊ុំជាបឹងអតីតកាលដែលជាបឹងប្រសិទ្ធសម្រាប់ធ្វើពិធីលាងបាបចំពោះប្រាសាទភ្នំជីសូរនេះផងដែរគឺគេរកឃើញនៅសាលាជ្រឹកចំនួន4ផ្ទាំងដែលមានចុះលេខបញ្ជីការមានដូចជាការ31ការ32ការ33និងការ34ប៉ុន្តែនាងខ្ញុំលើកនិយាយតែសាលាជ្រឹកការ31គឺមានការចុះការបរិច្ឆេទហ្នឹងគឺនៅក្នុងឆ្នាំ1029នៃគ្រិស្តសករាជចានៅលើមេទ្វារខាងជើងនៃតួប្រាសាទខាងជើងគឺចាអំពីដង្វាយរបស់ព្រះបាទសូរ្យវរ្ម័នទី1គឺមានមនុស្ស2នាក់ដែលមានឋានន្តរនាមជាឆ្លោញនិងតេងហើយព្រមទាំងដី12កន្លែងនិងអមសមនិងអមរស់របស់អ្នកបម្រើចំពោះប្រាសាទនេះផងដែរចំពោះការអធិប្បាយទីតាំងភូមិសាស្ត្ររបស់នាងខ្ញុំក៏ចប់ត្រឹមតែប៉ុណ្ណេះជាកិច្ចបន្ទាប់សូមជូនទៅសមាជិកក្រុមធ្វើការអធិប្បាយបន្តជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះទឹកស្រីនិចដែលត្រូវមកនិយាយបន្តនៅចំណុចប្រវត្តិនៃការកសាងប្រាសាទសម្រាប់ប្រាសាទភ្នំជីសូរនេះផងដែរគឺបានកសាងឡើងនៅសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៅក្នុងរវាងឆ្នាំ1010ដល់ឆ្នាំ1012នៃគ្រិស្តសករាជជាប្រភេទប្រាសាទភ្នំនៅលើកំពូលភ្នំមានខឿនច្រើនជាន់និងមាន5ប្រាសាទជាច្រើនថែមទាំងបានកសាងមកពីថ្មធ្ងន់ៗដូចជាថ្មភក់និងថ្មបាយក្រៀមហើយប្រាសាទនេះកសាងឡើងដើម្បីសម្រាប់ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺចំពោះព្រះឥសូរបានជាគេនិយាយថាឧទ្ទិសចំពោះព្រះឥសូរពីព្រោះគេអាំងទៅលើចម្លាក់នៅលើហោជាងនិងផ្តែរដែលមានឆ្លាក់ទាក់ទងទៅនឹងព្រះឥសូរអង្គុយជាមួយព្រះមហេសីនាងឧមានៅលើគោនន្ទិនិងព្រះឥសូររំរបាំជាដើមចំពោះប្លង់ប្រាសាទវិញគឺមានប្រាសាទធំមួយនៅចំកណ្ដាលដែលមានប្រាសាទតូចៗព័ទ្ធជុំវិញហើយមានប្លង់តម្រៀបទៅលើបណ្ដោយពីខាងលិចទៅខាងកើតរត់តគ្នាជាក្រុមកណ្ដាលចំណែកនៅលើកំពូលភ្នំវិញមានប្រាសាទសែនថ្មឬក៏ឈ្មោះត្បុលដែលជាភាសាបាលីនឹងមានន័យថាសត្វគោដែលសំដៅទៅលើគោនន្ទិដែលជាយានជំនិះរបស់ព្រះឥសូរហើយប្រាសាទសែនថ្មហ្នឹងគឺសម្រាប់ដង្កល់គោនន្ទិនិង
គោបរៈទី3ឬហៅថាប្រាសាទសែនរវាំងឬក៏ភូវាំងដែលមានរាងដូចជាកាកបាទហើយនឹងមានទន្លេអុំដែលទន្លេនេះផងដែរគឺជាបារាយណ៍ឬក៏តំណាងឲ្យទន្លេគង្គាដែលគេអាចប្រើប្រាស់សម្រាប់ពិធីសិវលឹង្គគឺដើម្បីធ្វើពិធីលាងបាបអញ្ចឹងទូនាទីរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសូមបកគោលទូនាទីបន្តទៅសមាជិកក្រុមជាដំបូងសូមជម្រាបសួរដល់លោកគ្រូនាងខ្ញុំឈ្មោះពលីដាមកបន្តវិមត្តរួមក្រុមពេលដើរចូលទៅខាងក្នុងប្រាសាទយើងនឹងឃើញប្រាសាទតូចពីរអមប្រាង្គកណ្ដាលបែរទៅទិសខាងលិចដែលគេហៅថាហោមត្រៃឬបណ្ណាល័យចំពោះទិដ្ឋភាពទូទៅបង្ហាញឲ្យឃើញថាមានបង្អួចបញ្ឆោតព័ទ្ធជុំវិញដែលបង្ហាញពីសិល្បៈនៃសំណង់ជំរឹងនៃបង្អួចមានទ្រង់ទ្រាយស្រដៀងនឹងបង្អួចផ្ទះឈើបុរាណសំណង់ប្រាសាទនេះត្រូវបានកសាងពីថ្ម3ប្រភេទគឺថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋដែលឥដ្ឋនៅពីលើខ្លះទើបតែត្រូវបានជួសជុលថ្មីមិនមែនឥដ្ឋចាស់ពីជំនាន់មុនទេក្នុងរចនាសម្ព័ន្ធប្រាសាទនេះផងដែរយើងឃើញមានតែ2ជាន់ដែលជាន់ទី2តូចជាងជាន់ទី1ហើយមានច្រកចេញចូល2គឺខាងលិចនិងខាងកើតចំពោះដំបូលអគារបានខូចខាតហើយក៏ត្រូវបានជួសជុលឡើងវិញក៏ដោយប៉ុន្តែបាត់បង់ទ្រង់ទ្រាយដើមខ្លះយ៉ាងណាក៏ដោយយើងនៅតែអាចសន្និដ្ឋានបានថាប្រាសាទនេះមានដំបូលបែបអគារក្រពុំឈូកមិនមែនជារចនាអគារចម្លងទេជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះណានស្រីនៅពេលនេះផងដែរនាងខ្ញុំនឹងឡើងនិយាយអំពីរចនាបថប្រាសាទភ្នំជីសូរដូចតទៅគឺប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងនិងរចនាបថបពូនយើងអាចធ្វើការសម្គាល់វាបានគឺដោយសារតែរចនាបថនៅលើផ្តែរនោះមានលក្ខណៈអន្តរការរវាងឃ្លាំងនិងបពូនបន្ទាប់មកនេះយើងនឹងចូលទៅមើលលក្ខណៈរបស់សសរផ្អោបសសរពេជ្រផ្តែរនិងហោជាងនៅក្នុងរូបនេះយើងឃើញថាប្រាង្គប្រាសាទនឹងមានសភាពខូចខាតចំណែកឯសសរផ្អោបវិញត្រូវបានបែកបាក់ខ្លះចំពោះសសរពេជ្រវិញបានបាត់ម្ខាងមិនមានចម្លាក់អ្វីនោះទេតែបើយើងសង្កេតឲ្យច្បាស់ទៅដូចជាមានក្បាច់ស្លឹកឈើដែលមានទំហំតូចដូចធ្មេញរណានិងមានវ័នច្រើនជាន់ជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះដីស្រីលៀបមកបន្តពីមិត្តភ័ក្តិរួមក្រុមរបស់ខ្ញុំពីការបកស្រាយនៃលក្ខណៈនៃរចនាបថរបស់ប្រាសាទភ្នំជីសូរចំពោះផ្នែករបស់ខ្ញុំគឺការសម្គាល់នៃរចនាបថចម្លាក់នៅលើផ្តែរនៃប្រាសាទនេះបើកលេចទៅមើលផ្តែរនៅខាងលើនៃប្រាសាទនេះយើងនឹងឃើញនៅចន្លោះនៃកម្រងមែកឈើទាំងពីរមានរូបទេពគឺជារូបព្រះវិស្ណុកំពុងអង្គុយលើយានជំនិះរបស់ទ្រង់គឺជាសត្វគ្រុឌហើយនៅពីក្រោមគ្រុឌនោះមានរូបព្រះកាលក៏ប៉ុន្តែព្រះកាលមានតែមួយឡើងមាន2ឬ3ដែលខំរំយោលខណ្ឌត្រង់1/4នៃកម្រងមែកឈើទៀតហើយចំណែកឯដងក្តារខាងលើនៃហោជាងយើងឃើញថាសងខាងមានរូបនាគនិងរូបមកខ្ជានាគផងដែរចំណែកនាគវិញមានលក្ខណៈចេញក្រៅចូលក្នុងខ្លួនរបស់នាគមានក្បាច់ស្លឹកឈើជាច្រើនដែលទាំងអស់នេះគឺជាលក្ខណៈនៃរចនាបថឃ្លាំងតែទោះជាយ៉ាងណាបើយើងក្រឡេកទៅមើលឲ្យលម្អិតវិញយើងនឹងឃើញថាមាត់ព្រះកាលមានការធ្លាក់មកចុះក្រោមនៃបាតផ្តែរនិងរូបព្រះកាលលែងមានអណ្ដាតទៀតហើយចំពោះហោជាងនៅខាងលើវិញយើងឃើញថាថ្នាំបញ្ឆោតរបស់ហោជាងមានសភាពក្រាស់ជាងមុនចំណែកឯផ្ទៃនៃហោជាង
មានរូបចម្លាក់រឿងរ៉ាវទេពផ្សេងហើយថែមទាំងមានក្បាច់ស្លឹកឈើរាងត្រីកោណទៀតផងដែលទាំងអស់នេះជាលក្ខណៈនៃរចនាបថបាភួនដូច្នេះហើយយើងខ្ញុំបានកំណត់លក្ខណៈនៃរចនាបថប្រាសាទនេះថាលក្ខណៈឃ្លាំងនិងបាភួនហើយបើយើងទៅមើលចម្លាក់នៅលើផ្តែរនៃហោត្រៃខាងមុខវិញម្ដងយើងនឹងឃើញចម្លាក់មានក្បាច់ជ្រៅជាងមុននិងមានរឿងរ៉ាវទេពផ្សេងនៅក្នុងស៊ុមនៅលើព្រះកាលលែងមាននិយមរំយោលនៅចន្លោះក្បាច់ស្លឹកឈើទៀតហើយកម្រងមែកឈើមានក្បាច់ស្លឹកឈើដូចទំពក់ដែលទាំងអស់នេះហើយជាលក្ខណៈនៃរចនាបថឃ្លាំងបូកនិងបាភួនចំពោះផ្នែកនៃការរៀបរាប់រចនាបថនៃចម្លាក់នៅលើផ្តែរនិងហើយជាងរបស់ខ្ញុំត្រូវបានបញ្ចប់បើសិនជានៅត្រង់ណាខ្វះចន្លោះសូមលោកគ្រូអធិស្ឋានជាកិច្ចបញ្ចប់របស់ខ្ញុំសូមប្រកាសទូនទីទៅមិត្តរួមក្រុមរបស់ខ្ញុំបន្តជាថ្មីម្ដងទៀតនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូសូមសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះបានស្រីនៅនឹងនិយាយបន្តទៀតអំពីទេវកថារឿងនិទានដែលទាក់ទងជាមួយនឹងប្រាសាទភ្នំជីសូរដូចតទៅកាលពីព្រេងនាយមានព្រះមហាក្សត្រមួយអង្គគង់នៅរាជនិវេសមួយខាងកើតភ្នំជីសូរជិតទន្លេអ៊ុំរាជនិវេសនោះឈ្មោះថាសែនភូវាំងដែលមានឈ្មោះនិងស្លាកស្នាមបន្សល់ទុករហូតដល់សព្វថ្ងៃនេះកាលនោះមានរៀបចំពិធីមួយហៅថាការកោសកគុណស្ដេចដែលជាពាក្យរាជស័ព្ទហៅថាពិធីចម្រើនព្រះកេសព្រះរាជឱរសក្នុងនោះមានពុព្រាហ្មណ៍ជាគ្រូអាចារ្យបានជូនពរសាធុការដល់ព្រះរាជឱរសប៉ុន្តែគេបានចាប់អារម្មណ៍ព្រាហ្មណ៍ចុងក្រោយគេដែលបានឲ្យពរ3ប្រការសូមឲ្យខ្លាំងដូចស្រមោចឲ្យពូកែដូចខ្មោចនិងមានចិត្តមុតដូចមនុស្សស្រីពេលនោះធ្វើឲ្យព្រះមហាក្សត្រនិងមហាជនមានការងឿងឆ្ងល់ទៅនឹងខ្លឹមសារនៃពាក្យជូនពរនោះជាខ្លាំងហើយព្រះមហាក្សត្របានឲ្យព្រាហ្មណ៍ពន្យល់នៅអត្ថន័យខ្លឹមសារនៃពាក្យជូនពរទាំង3នោះដូចតទៅពរទី1សូមឲ្យខ្លាំងដូចស្រមោចព្រាហ្មណ៍បានឲ្យគេយកដៃប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សមកលើកដែកនោះប៉ុន្តែមនុស្សមិនអាចលើកដែកនោះរួចទេបន្ទាប់មកព្រាហ្មណ៍បានឲ្យគេយកមកជល់ប៉ុនខ្លួនស្រមោចហើយប្រឡាក់ទឹកឃ្មុំយើងសង្កេតឃើញថាស្រមោចបានពំនាំយកមកជល់នោះទៅបាត់នេះបញ្ជាក់ឲ្យឃើញថាខ្លាំងដូចស្រមោចចំណែកឯពរទី2ពូកែដូចខ្មោចគឺព្រាហ្មណ៍បានឲ្យគេយកខ្មោចដៃហោងទាំង7ទៅកប់ភ្នូរចិត្តគ្នាហើយឲ្យគេយកផ្ដាល់ប្រាក់ទៅដាក់នៅចំកណ្ដាលនោះលុះយប់ឡើងព្រាហ្មណ៍បានឲ្យអាមាត្យទៅយកផ្ដាល់ប្រាក់នោះតែអាមាត្យប្រកែកមិនហ៊ានទៅយកនោះទេនេះបញ្ជាក់ឲ្យឃើញថាមានឫទ្ធិពូកែដូចខ្មោចចំណែកឯពរទី3ចិត្តមុតដូចមនុស្សស្រីព្រាហ្មណ៍បានហៅស្ត្រីម្នាក់មកសាកសួរថាតើអ្នកហ៊ានសម្លាប់ប្តីរបស់អ្នកដើម្បីទទួលបានទ្រព្យសម្បត្តិដែរឬទេពេលនោះស្ត្រីឆ្លើយថានាងហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីទទួលបានទ្រព្យសម្បត្តិរយៈពេល2-3ថ្ងៃក្រោយមកព្រាហ្មណ៍បានហៅប្តីដែលជាបុរសមកសួរវិញម្ដងដោយសួរថាតើអ្នកហ៊ានសម្លាប់ប្រពន្ធរបស់អ្នកដើម្បីទទួលបានទ្រព្យសម្បត្តិដែរឬទេពេលនោះប្តីឆ្លើយថាមិនហ៊ាននោះទេនេះហើយដែលបញ្ជាក់ឲ្យឃើញថាចិត្តមុតដូចមនុស្សស្រីនៅពេលនោះស្ដេចបានជ្រាបច្បាស់ពីអត្ថន័យនៃពាក្យជូនពរនេះរួចហើយទ្រង់បានលើកតម្កើងព្រាហ្មណ៍នេះជារាជគ្រូហើយបានឲ្យគេកសាងអាស្រមនៅលើភ្នំជីសូរដើម្បីឲ្យព្រាហ្មណ៍គង់នៅព្រមទាំងធ្វើបូជនីយដ្ឋានសក្ការៈបូជាផងដែរទាំងនេះហើយដែលជាប្រវត្តិនៃការកសាងភ្នំជីសូរតាមរយៈរឿងនិទានសរុបសេចក្តីមកយើងឃើញថាប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថបាពូននិងរចនាបថឃ្លាំងជាចុងបញ្ចប់ក្រុមរបស់នាងខ្ញុំសូមថ្លែងអំណរគុណលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ក្រុមនាងខ្ញុំ